អាមែនអរពីគុណព្រះអង្គសូមអរលោកអ្នកបងប្អូនបានបើកនៅក្នុងព្រះគម្ពីរទាំងអស់គ្នានៅក្នុងព្រះគម្ពីរលោកុបាទចំពោះ2ខ8ដល់ខ17ទាំងអស់គ្នាព្រះគម្ពីរលោកុបាទចំពោះ2ខ8ដល់ខ17ទាំងអស់គ្នាចាសូមអានទាំងអស់គ្នា1 2 3តាសូមអានឆ្លាស់គ្នាជាមួយនឹងខ្ញុំអានខ8សូមបងប្អូនអាននៅក្នុងខ9រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើតក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះមានទន្លេមួយហូរចេញពីស្រុកអេដែនមកស្រោចសួនច្បារនោះរួចហូរបែកពីនោះទៅជា4សុំតតាមាសដែលមកពីស្រុកនោះជាមាសយ៉ាងល្អក៏មានទាំងផ្ដេលៀមនិងត្បូងអូនីកផងទី3ឈ្មោះហ៊ីដេកែលគឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសើហើយទន្លេទី4ឈ្មោះអឺប្រាតព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអាដាមថាឯងនឹងស៊ីផ្លែឈើទាំងអស់នៅក្នុងសួនច្បារនេះបានតាមចិត្តអាមែនចាសូមបងប្អូនអ្នកគ្នាបានមើលទៅកាន់ចំណងជើងរបស់យើងទាំងអស់គ្នាចាសូមអានចំណងជើងដល់គ្នា1 2 3ចាព្រះបន្ទូលព្រះអង្គនៅក្នុងសប្តាហ៍នេះមានចំណងជើងថាសួនអេដែនតើសួនអេដែនដែលព្រះជាម្ចាស់ព្រះអង្គប្រទានឲ្យអាដាមជាមនុស្សដំបូងមានសភាពដូចម្ដេចតើលោកអាដាមរស់នៅក្នុងសួននោះរបៀបណាជាពិសេសគឺតាក់ទងជាមួយនឹងដើមដឹងខុសត្រូវហេតុអ្វីបានជាព្រះជាម្ចាស់ព្រះអង្គបានដាក់ដើមខុសត្រូវនៅក្នុងសួនច្បារអេដែនប្រកាសជាមានបងប្អូនគ្រីស្ទបរិស័ទយើងមានចម្ងល់ហើយចង់ដឹងថាមូលហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ដើមដឹងខុសត្រូវដូច្នេះនៅក្នុងថ្ងៃនេះយើងនឹងសិក្សាព្រះបន្ទូលព្រះជាម្ចាស់ជាមួយគ្នាអំពីសួនអេដែនដើម្បីឲ្យយើងអាចរស់នៅក្នុងជីវិតមួយដែលព្រះជាម្ចាស់ព្រះអង្គសពហារតីឲ្យយើងទាំងអស់គ្នាបានរស់នៅចាសូមបងប្អូនអ្នកគ្នាបានមើលទៅក្នុងចំណុចទី1សូមអានទាំងអស់គ្នា1 2 3ចាអត្ថន័យរបស់ទន្លេទាំង4នៃសួនអេដែនសូមបងប្អូនអាននៅក្នុងព្រះគម្ពីរលោកុបាទចំពុក2ខ10ដល់ខ14ទាំងអស់គ្នាសូមអានទាំងអស់គ្នា1 2 3ចាអរគុណច្រើនយើងអានប៉ុណ្្នឹងចាចាចំណុចសំខាន់ទី1គឺតាក់ទងជាមួយនឹងអត្ថន័យនៃទន្លេទាំង4នៅក្នុងសួនអេដែនសួនអេដែនដែលព្រះជាម្ចាស់បានបង្កើតមកមានភាពពេញលេញហើយនឹងល្អឥតខ្ចោះហើយសម្បូរហូរហៀសពគ្រប់ទាំងអស់មានដើមឈើដែលគួរពេជ្រពិលរមិលមើលហើយជាសម្រាប់អាហារផងដែរមានទឹកសម្បូរហូរហៀមកពីទន្លេទាំង4ហូរតាមទិសទាំង4រីឯដីក៏សម្បូរទៅដោយធនធានធម្មជាតិផងដែរមនុស្សដែលរស់នៅទីនោះមានខ្វះអ្វីទាំងអស់
អត្ថបទជាភាសាក្រិកបកប្រែពាក្យថាសួនអេដែនស្មើនឹងស្ថានសួគ៌សួនអេដែនមានន័យថាសួននៃសេចក្តីអំណរបើយើងទាំងអស់គ្នាយកចិត្តទុកដាក់គិតអំពីអត្ថន័យនៃទន្លេទាំង4យើងនឹងយល់ពីលក្ខណៈសប្បុរសអស្ចារ្យនិងល្អឥតខ្ចោះរបស់ព្រះជាម្ចាស់សូមបងប្អូនទាំងគ្នាបានមើលទៅក្នុងចាសូមអានកន្លែងទន្លេទី1ទាំងអស់គ្នាសូមអានទាំងអស់គ្នា1 2 3ចាទី1គឺជាទន្លេពិសុនអញ្ចឹងទាំង4នេះគឺជារូបភាពនៃទន្លេចាដូច្នេះកន្លែងនោះគឺជាទន្លេគេដែរបងប្អូនចាគឺជាទន្លេពិសុនអញ្ចឹងព្រះគម្ពីរព្រះអង្គបានប្រាប់ថាតើនៅក្នុងទន្លេពិសុននោះមានអ្វីខ្លះចានេះគឺជារបស់ដែលមានតម្លៃខ្លាំងមែនទែននៅក្នុងទន្លេពិសុនព្រះអង្គប្រាប់ថាទី1គឺមានមាសចាទី1គឺមានមាសព្រះគម្ពីរព្រះអង្គបានប្រាប់ថាមាសដែលនៅទន្លេពិសុននឹងគឺជាមាសដែលល្អមែនទែនមាសគ្រប់ទឹកអត់មានខ្វះមួយចំណុចទេគឺមានតម្លៃមែនទែនសប្តាហ៍ថ្ងៃនេះបងប្អូនដឹងថាមាស1ជីតម្លៃប៉ុន្មានអត់ចាមើលណាគេតាមដានហាងឆេងមាសអត់លុយទេតែតាមដានហាងឆេងចាញ៉អត់មានលុយទេប៉ុន្តែហាងឆេងមាសថ្ងៃណាក៏ដឹងដែរចាកាលពីម្សិលមិញព្រោះអីហាងឆេងមាសគេបិទផ្សារនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដឹងទៀតហាងឆេងមាសគឺដើរតែ5ថ្ងៃទេថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រថ្ងៃសៅរ៍អាទិត្យគឺផ្សារហ៊ុនមាសគឺបិទដំណើរការអត់បើកដំណើរការទេអញ្ចឹងផ្សារហ៊ុនបិទដំណើរការនៅក្នុងតម្លៃ4080ចំទោះ$483ក្នុង1ជីអញ្ចឹងមួយតម្លឹងគឺចិត្ត5000ប៉ុន្តែកាលពីអាទិត្យមុនមាសបានឡើងទៅដល់5000ជាងក្នុងមួយតម្លឹងអញ្ចឹងមាសគឺជារបស់ដែលថ្លៃឬក៏របស់ដែលថោកមានតម្លៃមែនទែនប៉ុន្តែនៅក្នុងសួនអេដែនព្រះជាម្ចាស់បានដាក់មាសឲ្យអាដាមច្រើនមែនទែនហើយទី2គឺជារបស់នេះប្រហែលជាបងប្អូនអ្នកគ្នាគ្រាន់តែឮឈ្មោះក៏អត់ស្គាល់ដែរចាព្រះបន្ទូលព្រះអង្គប្រាប់ថារបស់នេះមានឈ្មោះថៃគេដែរគឺផ្ដេលៀមភាសាសាមញ្ញគេនិយាយថាបេឌីលីញ៉ូមអញ្ចឹងតើអានឹងគឺជារបស់អ្វីរបស់មួយនេះគឺជាប្រភេទជ័រក្រអូបមួយដែលគេប្រើសម្រាប់ផលិតទឹកអប់គឺជារបស់ដែលមានតម្លៃហើយមួយទៀតអានេះបងប្អូនស្គាល់អត់ចានៅក្នុងព្រះគម្ពីរបានប្រាប់ឈ្មោះថាគឺត្បូងអូនីកប៉ុន្តែកម្មពិតត្បូងអូនីកហ្នឹងជាភាសាខ្មែរយើងគឺហៅថាត្បូងនិលចាគឺជារបស់ដែលមានតម្លៃខ្លាំងមែនទែនដូច្នេះបងប្អូននៅក្នុងចំណុចទី1នៅក្នុងទន្លេរបស់យើងគឺជាទន្លេពិសុននេះបង្ហាញថាព្រះជាម្ចាស់ព្រះអង្គបានដាក់ទ្រព្យសម្បត្តិយ៉ាងបរិបូរណ៍ដែលទ្រង់ប្រទានឲ្យមនុស្សដំបូងដើម្បីឲ្យគាត់រស់នៅក្នុងជីវិតមួយដែលបរិបូរណ៍ហាឡេលូយ៉ាអាមែនចាសូមបងប្អូនមើលទៅក្នុងទន្លេមួយទៀតចាទន្លេទី2របស់យើងឈ្មោះថាទន្លេគីគេបងប្អូនគីហ៊ុនចាទន្លេគីហ៊ុនគឺនៅកន្លែងនេះទន្លេទី1ពីសុនគីហ៊ុនតើទន្លេគីហ៊ុនមានន័យយ៉ាងដូចម្ដេចពាក្យថាគីហ៊ុនមានន័យថានៅពីលើព្រះជាម្ចាស់ចង់ឲ្យមនុស្សដែលទ្រង់បង្កើតដែលដូចជារូបអង្គទ្រង់នៅពីលើអ្វីដែលព្រះអង្គម្ចាស់បង្កើតនៅពីលើគ្រប់ទាំងរបស់ដែលព្រះជាម្ចាស់ព្រះអង្គបង្កើតហើយសពថ្ងៃនេះព្រះជាម្ចាស់ព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាស្ថិតនៅពីលើទុក្ខលំបាករបស់យើងទាំងអស់គ្នាគឺមានន័យថាម៉េចព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាឈ្នះនៅរាល់ទាំងបញ្ហាឈ្នះនៅរាល់ទាំងសេចក្តីខ្វល់ខ្វាយនៅក្នុងជីវិតជាពិសេសព្រះជាម្ចាស់ព្រះអង្គចង់ឲ្យយើងទាំងអស់គ្នានៅពីលើរួចផុតចេញពីជង្ហុកនៃអំពើបាបចិត្តដែលលោភលន់របស់លោកីដោយសារព្រះគុណរបស់ព្រះលិខិតនៃព្រះយេស៊ូវគ្រីស្ទហើយឲ្យយើងទាំងអស់គ្នារស់នៅក្នុងរាជ្យរបស់ព្រះជាម្ចាស់នេះគឺជាបំណងបហាតីព្រះអង្គគឺឲ្យយើងទាំងគ្នារស់នៅលើរាល់ទាំងទុក្ខលំបាកគឺឲ្យយើងឈ្នះនៅរាល់ទាំងបញ្ហាឲ្យយើងទាំងគ្នាមានអំណាចប៉ុន្តែមនុស្សសពថ្ងៃយ៉ាងម៉េចបងប្អូនគឺមនុស្សរស់នៅក្រោមធម្មជាតិអ្នកខ្លះថ្វាយបង្គំទៅដល់ធម្មជាតិ
ฝ่ายบังคมរបស់ដែលព្រះជាម្ចាស់ព្រះអង្គបានបង្កើតฝ่ายบังคมទៅដល់ដើមឈើฝ่ายบังคมទៅដល់រូបចម្លាក់អ្នកខ្លះฝ่ายบังคมដុំថ្មฝ่ายบังคมសត្វฝ่ายบังคมមនុស្សចាត់ទុកជាព្រះបងប្អូនហើយព្រះដែលពិតប្រាកដមិនមែនជាព្រះដែលមនុស្សបង្កើតព្រះដែលពិតប្រាកដគឺជាព្រះដែលបង្កើតមនុស្សហើយនឹងរបស់សពសារពើអាមែនចាដូច្នេះនៅក្នុងបំណងផាតីព្រះអង្គបង្ហាញមកយើងតាមរយៈទន្លេមួយនេះគឺព្រះអង្គចង់ឲ្យយើងឈ្នះនៅរាល់ទាំងទុក្ខលំបាករបស់យើងទាំងអស់នៅក្នុងជីវិតដូច្នេះយើងចូលមកដល់ទន្លេទី3ចាសូមអានទន្លេរបស់យើងដល់គ្នាតោះសូមអានដល់គ្នា1 2 3ចាទន្លេទី3របស់យើងមានឈ្មោះថាទន្លេ Hiddekel ឬក៏ភាសាដើមគឺ Tigris ដែលសពថ្ងៃគឺមានន័យថាខ្លាសត្វខ្លានឹងឯងតើទន្លេនោះបង្កប់អត្ថន័យសំខាន់យ៉ាងដូចម្ដេចនៅពេលដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់គឺប្រជាជនអ៊ីស្រាអែលបានរស់នៅជាឆ្លើយសឹកនៅក្នុងទីក្រុងបាប៊ីឡូនបុរសម្នាក់ដែលមានឈ្មោះថាដានីយ៉ែលជាអ្នកបម្រើដ៏ធំរបស់ព្រះជាម្ចាស់គាត់បានតមអាហារហើយអធិដ្ឋាននៅមាត់ទន្លេ Hiddekel នៅពេលនោះគាត់បានទទួលនៅការបោកសម្ដែងគាត់បានជួបជាមួយនឹងព្រះជាម្ចាស់ហើយព្រះអង្គបានបង្ហាញពីទីសម្គាល់នៅថ្ងៃចុងក្រោយសម្រាប់លោកដានីយ៉ែលសូមបងប្អូនអាននៅក្នុងព្រះបន្ទូលព្រះអង្គជាមួយគ្នានៅក្នុងព្រះគម្ពីរដានីយ៉ែលជំពូក10ខ1ដល់ខ9ទាំងអស់គ្នាសូមអានទាំងអស់គ្នា1 2 3តទៀតអាមែនទន្លេ Hiddekel មានអត្ថន័យយ៉ាងដូចម្ដេចទន្លេទី3នេះគឺជានិមិត្តរូបនៃទីកន្លែងដែលយើងទាំងគ្នាអាចជួបហើយនឹងប្រកបជាមួយនឹងព្រះជាម្ចាស់តើព្រះអង្គមានផែនការយ៉ាងដូចម្ដេចព្រះជាម្ចាស់ព្រះអង្គមានផែនការចង់មានទំនាក់ទំនងនិងប្រកបជាមួយយើងទាំងគ្នាជារៀងរាល់ថ្ងៃនេះហើយគឺជាអត្ថន័យនៅក្នុងទន្លេទី3នេះដូច្នេះយើងរំលឹកឡើងវិញទន្លេទី1ព្រះជាម្ចាស់ព្រះអង្គចង់ឲ្យយើងទាំងគ្នារស់នៅក្នុងជីវិតដែលបរិបូរណ៍ទន្លេទី2ព្រះជាម្ចាស់ចង់ឲ្យយើងរស់នៅដោយឈ្នះនៅលើបញ្ហានិងទុក្ខលំបាករបស់យើងហើយទន្លេទី3ព្រះជាម្ចាស់ព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាមានទំនាក់ទំនងហើយនឹងប្រកបគ្នាជាមួយនឹងព្រះអង្គជារៀងរហូតដូច្នេះយើងមើលទៅដល់ទន្លេចុងក្រោយគឺជាទន្លេទី4សូមបងប្អូនអ្នកគ្នាអានឈ្មោះទន្លេទាំងអស់គ្នា1 2 3ចាទន្លេទី4ឈ្មោះថាទន្លេអឺប្រាតទន្លេអឺប្រាតមានអត្ថន័យយ៉ាងដូចម្ដេចអឺប្រាតមានន័យថាភាពឧត្តមឧត្តមអរិយធម៌ធំ
តែងតែកើតមានឡើងនៅតាមដងទន្លេមួយនេះព្រះជាម្ចាស់ព្រះអង្គចង់ឲ្យអាដាមជាមនុស្សដំបូងមានកូនជាច្រើននិងបានចម្រុងចម្រើនរុងរឿងនេះគឺជាភាពដែលព្រះជាម្ចាស់ក្តីសប្បុរសរបស់ព្រះអង្គចង់ឲ្យមនុស្សដែលព្រះអង្គបង្កើតរស់នៅក្នុងជីវិតមួយដែលមានបរិបូរណ៍ទាំងខាងសាច់ឈាមហើយនិងខាងព្រលឹងវិញ្ញាណដូច្នេះបងប្អូនហើយតាមរយៈចំណុចទី1នេះអត្ថន័យសំខាន់នៅក្នុងទន្លេទាំង4នៅក្នុងសួនអេដែនគឺបង្ហាញថាព្រះជាម្ចាស់មានផែនការឲ្យមនុស្សយើងទាំងអស់គ្នារស់នៅក្នុងជីវិតមួយដែលពេញបរិបូរណ៍ហើយនឹងមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ជារៀងរហូតហាឡេលូយ៉ាអាមែនតើឥឡូវបងប្អូនដល់ចំណុចសំខាន់ទី2ចំណុចសំខាន់ធំទី2ចាចំណុចមួយនេះប្រហែលជាមានបងប្អូនជាច្រើនមានការងឿងឆ្ងល់ដល់រាប់មកដល់សពថ្ងៃនេះតាក់ទងជាមួយនឹងដើមដឹងខុសត្រូវបងប្អូនប្រហែលជាឆ្ងល់ថាហេតុអីបានជាព្រះជាម្ចាស់ដាក់ដើមនឹងមកដើមមកសូមបងប្អូនអ្នកគ្នាបានអាននៅក្នុងព្រះគម្ពីរលោកុបាទជំពូក2ខ16ដល់ខ17ដល់គ្នាសូមអានដល់គ្នា1 2 3ចាចំណុចសំខាន់ទី2តកតងជាមួយនឹងដើមដឹងខុសត្រូវសំណួរសួរថាហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ដើមដឹងខុសត្រូវនៅក្នុងសួនអេដែននេះគឺជាចំនួនដ៏សំខាន់ដែលយើងអ្នកគ្នាត្រូវតែដឹងហើយយើងត្រូវតែសិក្សាជាមួយគ្នាព្រះជាម្ចាស់បានប្រទាននៅទ្រព្យសម្បត្តិយ៉ាងបរិបូរណ៍នៃសួនអេដែនដល់អាដាមហើយទ្រង់ក៏បានប្រទានពរឲ្យគាត់មានទាំងប្រាជ្ញាអាចគ្រប់គ្រងសួនច្បារនោះបានប៉ុន្តែព្រះជាម្ចាស់ព្រះអង្គបានបន្ថែមពាក្យមួយឃ្លាថាឯងមិនត្រូវទទួលទានផ្លែនៃដើមដឹងខុសត្រូវនេះទេហេតុអ្វីបានជាព្រះជាម្ចាស់ព្រះអង្គប្រទានដើមដឹងខុសត្រូវឲ្យអាដាមបើព្រះអង្គមិនឲ្យគាត់បរិភោគមូលហេតុដ៏សំខាន់គឺមាន2ទី1សូមបងប្អូនអ្នកគ្នាបានកត់ត្រាជាមួយគ្នានេះគឺជាមូលហេតុដ៏សំខាន់ដែលព្រះជាម្ចាស់ដាក់ដើមដឹងខុសត្រូវនៅក្នុងសួនច្បារអេដែនមូលហេតុទី1គឺដើម្បីលបងលមើលពីការស្ដាប់បង្គាប់របស់អាដាមចំពោះព្រះជាម្ចាស់បន្ទាប់ពីព្រះជាម្ចាស់បានប្រទានពរដ៏ហូរហៀរដែលមិនអាចនឹកស្មានដល់និងអស្ចារ្យដល់អាដាមរួចមកព្រះអង្គក៏បានប្រទាននៅបទបញ្ជាដ៏តូចមួយនេះសម្រាប់គាត់ព្រះអង្គគ្រាន់តែមានបញ្ជាថាកុំឲ្យឯងទទួលទានផ្លែឈើពីដើមដឹងខុសត្រូវនេះឡើយនៅពេលដែលបងប្អូនដំបងគិតថាហេតុអ្វីបានជាព្រះអង្គអាក្រក់ម្ល៉េះហេតុអ្វីព្រះអង្គចាំបាច់ដាក់ដើមដឹងខុសត្រូវនឹងមកក្នុងសួននឹងធ្វើអីបើសិនជាព្រះអង្គអត់ដាក់ប្រហែលជាល្អជាងយើងបែរជាមានគំនិតអវិជ្ជមានចំពោះព្រះជាម្ចាស់ប៉ុន្តែនៅពេលដែលយើងដឹងមូលហេតុពិតប្រាកដយើងគិតថាអ្វីដែលព្រះអង្គសុំពីអាដាមមិនមែនជារឿងដែលធំនោះឡើយបងប្អូនដឹងអត់នៅក្នុងសួនអេដែនមានដើមឈើអ្វីខ្លះបងប្អូនមិនអានថាមានដើមឈើដែលជាគួរពេចពិលរមិលមើលមានថាដើមឈើស្អាតស្អាតផ្លែឈើល្អល្អច្រើនដែលគាត់អាចមើលដែលគាត់អាចបរិភោគបានច្រើនមែនទែនរាប់ពាន់រាប់ម៉ឺនមុខប៉ុន្តែនៅក្នុងចំណោមរាប់ម៉ឺនមុខនោះព្រះអង្គហាមគាត់តែមួយគត់ហាមតែមួយគត់ថាកុំឲ្យបរិភោគផ្លែពីដើមដឹងខុសត្រូវមួយដើមនេះឲ្យសោះប្រសិនបើកាលនៅក៏បរិភោគនោះគាត់នឹងត្រូវស្លាប់នេះគឺជាអ្វីដែលព្រះជាម្ចាស់ព្រះអង្គគ្រាន់តែសុំពីអាដាមត្រឹមតែមួយមុខគត់ប៉ុន្តែនៅពេលដែលយើងអត់ដឹងមូលហេតុយើងគិតថាព្រះអង្គអាក្រក់ណាស់ហេតុអ្វីបានជាព្រះអង្គដាក់ដើមនឹងមកធ្វើអីចាំបាច់ដាក់ដើមនឹងមកមានមូលហេតុអីបងប្អូនហើយព្រះជាម្ចាស់ព្រះអង្គបានប្រទានព្រះពរមកអាដាមច្រើនមែនតើគាត់មានបរិបូរណ៍គាត់មានទាំងមាសគាត់មានទាំងត្បូងគាត់មានអាហារគាត់មានទាំងកិត្តិយសគាត់មានទាំងសេរីរុងរឿងគ្រប់បែបយ៉ាងទាំងអស់ព្រះអង្គឲ្យគាត់ប៉ុន្តែព្រះអង្គគ្រាន់តែសុំពីគាត់មួយយ៉ាងគត់គឺកុំឲ្យបរិភោគផ្លែពីដើមដឹងខុសត្រូវបងប្អូនហើយព្រះជាម្ចាស់ព្រះអង្គធ្វើឲ្យអាដាមធ្វើរឿងតែមួយគត់
ប៉ុន្តែអាដាមធ្វើបានអាដាមគឺគាត់បានបរាជ័យចំពោះការស្ដាប់បង្គាប់របស់ព្រះជាម្ចាស់ហើយជាលទ្ធផលនៅពេលដែលអាដាមអត់ស្ដាប់បង្គាប់ព្រះអង្គតែមួយនោះជាលទ្ធផលគាត់បានបាត់បង់អ្វីទាំងអស់អ្វីដែលយើងអ្នកគ្នាបានរៀនអំបញ្ញមិញនៅក្នុងសួននៃដែនគ្រប់ទាំងព្រះពរទាំងអស់ដែលព្រះជាម្ចាស់ប្រទានឲ្យគាត់អាដាមគឺបានបាត់បង់ទាំងអស់នេះគឺជាលទ្ធផលនៃការដែលអត់ស្ដាប់បង្គាប់ព្រះជាម្ចាស់បងប្អូនហើយដែលព្រោះតែព្រះអង្គចង់បានក្តីជំនឿនឹងការស្ដាប់បង្គាប់ពីអាដាមទើបព្រះអង្គបានដាក់ដើមដឹងខុសត្រូវនៅក្នុងសួនច្បារនោះដើម្បីលបងលមើលថាគាត់ស្ដាប់បង្គាប់ព្រះជាម្ចាស់ដល់កម្រិតណាបងប្អូនហើយសប្តាហ៍ថ្ងៃនេះនឹមហើយនឹងបន្ទុករបស់ព្រះយេស៊ូវដែលព្រះអង្គសុំឲ្យយើងទទួលគឺស្រាលដូចជាដើមដឹងខុសត្រូវនោះដែរព្រះអង្គមានបន្ទូលថាគ្រាន់តែយើងទាំងអស់គ្នាជឿហើយទុកចិត្តព្រះអង្គព្រះអង្គបានប្រទានរយៈពេលឲ្យយើងពេញមួយអាទិត្យដើម្បីប្រកបការងារមែនអត់បងប្អូនប៉ុន្តែព្រះអង្គសុំយើងតែមួយថ្ងៃសូមញែកថ្ងៃជាបរិសុទ្ធមួយថ្ងៃសម្រាប់ព្រះអង្គញែកដើម្បីព្រះអង្គនៅពេលណាដែលយើងស្ដាប់បង្គាប់ព្រះជាម្ចាស់ព្រះអង្គនឹងប្រទានពរប៉ុន្តែពេលខ្លះយើងសូមបីតែការរក្សានៅការបង្គាប់ព្រះអង្គតែមួយយើងអត់អាចធ្វើបានយើងអត់អាចនឹងធ្វើបានក្នុងការសុំពីព្រះអង្គប៉ុន្តែយើងតែងតែទាមទារចង់បានព្រះពរពីព្រះជាម្ចាស់ហើយនៅពេលខ្លះព្រះអង្គអត់ឆ្លើយតបយើងខឹងព្រះអង្គពេលខ្លះយើងចោទព្រះអង្គពេលខ្លះយើងស្ទើរតែបោះបង់ចោលសេចក្តីជំនឿប៉ុន្តែយើងសួរត្រឡប់មកវិញនៅពេលដែលព្រះអង្គប្រទាននៅបទបញ្ញត្តិដ៏តូចមួយមកកាន់យើងតើយើងបានរក្សាឬក៏អត់អាមែនខ្ញុំចង់ឲ្យបងប្អូនអ្នកគ្នាពិចារណានៅក្នុងចំណុចដ៏សំខាន់នេះតាមពិតដើមដឹងខុសត្រូវមិនមែនជាការលំបាកសម្រាប់អាដាមតតែសោះពីព្រោះគាត់មានអាហារច្រើនមែនទែនគាត់មិនមែនមានតែដើមនឹងមួយទេព្រះអង្គឲ្យគាត់ច្រើនព្រះអង្គគ្រាន់តែសុំថាកុំឲ្យប៉ះពាល់ដើមដឹងខុសត្រូវហើយនៅពេលដែលអាដាមអត់ស្ដាប់សូម្បីតែចំណុចតូចមួយគាត់បាត់បង់របស់ជាច្រើនបាត់បង់ទំនាក់ទំនងជាមួយព្រះបាត់បង់ទ្រព្យសម្បត្តិបាត់បង់សុខភាពបាត់បង់ទាំងជីវិតផងដែរបងប្អូនហើយព្រះជាម្ចាស់ឲ្យរយៈពេលយើងពេញមួយអាទិត្យប៉ុន្តែព្រះអង្គសុំយើងត្រឹមតែមួយពេលមួយថ្ងៃហើយញែកពេលដើម្បីនឹងថ្វាយបង្គំចូលទៅកាន់ព្រះអង្គនេះគឺជាបញ្ញត្តិដ៏តូចមួយព្រះអង្គមិនមែនឲ្យយើងមួយថ្ងៃ24ម៉ោងមួយអាទិត្យ7ថ្ងៃថ្វាយបង្គំព្រះអង្គរហូតនោះទេព្រះអង្គគ្រាន់តែចង់ឲ្យយើងអ្នកគ្នាញែកពេលវេលាហើយបរិសុទ្ធចូលមកក្នុងដំណាក់ព្រះអង្គហើយថ្វាយបង្គំព្រះជាម្ចាស់កាលណាយើងរក្សានៅបញ្ញត្តិព្រះអង្គព្រះជាម្ចាស់ព្រះអង្គក៏ប្រទានព្រះពរពេញបរិបូរណ៍នៅក្នុងជីវិតរបស់យើងផងដែរហាឡេលូយ៉ានៅក្នុងចំណុចកន្លែងនេះបងប្អូនខ្ញុំចង់ឲ្យបងប្អូនអ្នកគ្នាបានយល់សារដ៏សំខាន់អំពីព្រះអង្គដោយសារតែយើងយល់យ៉ាងច្បាស់ថាព្រះចង់បានចិត្តដែលស្ដាប់បង្គាប់លើសជាងអ្វីទាំងអស់បើគ្មានការស្ដាប់បង្គាប់ក៏គ្មានសេចក្តីជំនឿដែរហើយបើគ្មានសេចក្តីជំនឿក៏អត់មានការស្ដាប់បង្គាប់ដែរនេះគឺជាឃ្លាដែលភ្ជាប់គ្នាពេលខ្លះយើងគិតថាអូខ្ញុំជឿព្រះអង្គប៉ុន្តែអត់បានស្ដាប់បង្គាប់តាមព្រះជាម្ចាស់សោះប៉ុន្តែយើងគិតខ្លះថាអូខ្ញុំស្ដាប់បង្គាប់ព្រះអង្គប៉ុន្តែខ្ញុំអត់ជឿពាក្យទាំងពីរនេះគឺអត់អាចដាច់ចេញពីគ្នាទាល់តែសោះបើអត់មានការស្ដាប់បង្គាប់បង្ហាញថាយើងអត់មានសេចក្តីជំនឿហើយបើអត់មានសេចក្តីជំនឿក៏បង្ហាញលទ្ធផលគឺយើងអត់បានស្ដាប់បង្គាប់ព្រះជាម្ចាស់បងប្អូននេះគឺជាច្បាប់នៃការបង្កើតរបស់ព្រះជាម្ចាស់តាំងតែពីដើមដំបូងនៃសួនអេដែនដូច្នេះយើងមើលមូលហេតុសំខាន់ទី2ដូច្នេះមូលហេតុទី1មូលហេតុដែលព្រះជាម្ចាស់ដាក់ដើមដឹងខុសត្រូវនៅក្នុងសួនអេដែនគឺដើម្បីចង់ដឹងថាតើលោកអាដាមស្ដាប់បង្គាប់ព្រះជាម្ចាស់កម្រិតណាមូលហេតុទី2នៃការដែលព្រះអង្គដាក់ដើមដឹងខុសត្រូវនៅក្នុងសួនអេដែនគឺដើមដឹងខុសត្រូវបង្ហាញថាព្រះជាម្ចាស់បានប្រទានឆន្ទៈសេរីដល់អាដាមដែលคล้ายជាអ្នកដែលអាចសម្រេចចិត្តដោយខ្លួនឯងបានមូលហេតុដ៏សំខាន់ទី2ដែលព្រះអង្គបានដាក់ដើមដឹងខុសត្រូវនៅក្នុងសួនអេដែនព្រះអង្គចង់បង្ហាញថាអាដាមមានសិទ្ធិនៅក្នុងការសម្រេចចិត្ត
ដែលព្រះគម្ពីរហៅថាសេរីភាពនៅក្នុងការដែលសម្រេចចិត្តព្រះជាម្ចាស់មិនចង់ឲ្យយើងមានក្តីជំនឿឬក៏ស្ដាប់បង្គាប់ព្រះអង្គដូចជាមនុស្សយន្តនោះទេប៉ុន្តែព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាស្វែងរកព្រះអង្គចេញពីចិត្តអស់ពីព្រលឹងដោយព្រះអង្គដឹងថាការស្ដាប់បង្គាប់ដែលមិនមែនចេញមកពីចិត្តគ្រាន់តែជាសម្បកក្រៅឬក៏ការភូតកុហកតែប៉ុណ្ណោះខ្ញុំចង់សួរទៅកាន់បងប្អូនទាំងគ្នាកល្យានចង់បានការស្រឡាញ់ដែលចេញពីចិត្តឬក៏ការស្រឡាញ់ដែលសម្ដែងកុហកក៏ដោយឲ្យតែស្រឡាញ់ខ្ញុំឬក៏ចង់បានការស្រឡាញ់ពិតប្រាកដចាចង់បានការស្រឡាញ់ពិតប្រាកដនេះតាវិញឥឡូវអូយកុហកខ្ញុំក៏បានដែរឲ្យតែស្រឡាញ់ខ្ញុំឬក៏ចង់បានគេស្រឡាញ់យើងចេញពីចិត្តចាមនុស្សគ្រប់គ្នាចង់បានការស្រឡាញ់ចេញពីចិត្តទោះបីជាស្រឡាញ់មនុស្សពេលខ្លះគេក្បត់ក៏ដោយពេលខ្លះឈឺចាប់ក៏ដោយគឺនៅតែស្រឡាញ់មនុស្សប្រសិនបើមនុស្សយើងសុខចិត្តស្រឡាញ់មនុស្សយន្តគឺស្រួលជាងគ្រាន់តែប្រាប់ទៅកាន់ក្រុមហ៊ុនថាខ្ញុំចង់ឲ្យមនុស្សយន្តនឹងស្រឡាញ់ខ្ញុំរហូតកុំក្បត់ខ្ញុំគេនឹងដាក់ memory ទៅកាន់មនុស្សយន្តហ្នឹងគឺឲ្យស្រឡាញ់តែយើងម្នាក់ទេប៉ុន្តែសួរថាយើងចង់បានអត់ចង់បានស្រឡាញ់មនុស្សយន្តឬក៏ចង់ស្រឡាញ់មនុស្សពិតហេតុអីបងប្អូនមានឆ្ងល់ខ្លួនឯងអត់ទោះបីពេលខ្លះស្រឡាញ់គេពេលខ្លះដេកគិតសង្ស័យព្រួយខ្លាចគេក្បត់ខ្លាចគេមានអ្នកថ្មីខ្វល់ខ្វាយរាល់ថ្ងៃប៉ុន្តែនៅតែចង់បានក្តីស្រឡាញ់មួយនោះហេតុអីមិនចំណាយលុយដើម្បីទិញមនុស្សយន្តម្នាក់ឲ្យមកស្រឡាញ់យើងស្រួលជាងបងប្អូនមានឆ្ងល់កន្លែងហ្នឹងអត់ពីព្រោះយើងកាត់តាមព្រះជាម្ចាស់យើងកាត់តាមបិតារបស់យើងព្រះអង្គគឺចង់បានសេចក្តីស្រឡាញ់ដែលចេញពីចិត្តពិតប្រាកដហើយយើងទាំងអស់គ្នាគឺកាត់តាមបិតារបស់យើងគឺយើងចង់បានសេចក្តីស្រឡាញ់ដែលចេញពីក្នុងចិត្តពិតប្រាកដដូច្នេះហើយបានជាព្រះជាម្ចាស់ព្រះអង្គបានដាក់ដើមដឹងខុសត្រូវនៅក្នុងសួនព្រោះព្រះអង្គចង់សាកល្បងអាដាមថាគាត់ស្ដាប់បង្គាប់ព្រះអង្គពិតប្រាកដចេញពីចិត្តទើបព្រះអង្គបានប្រទានឲ្យគាត់មានសិទ្ធិនៅក្នុងការដែលជ្រើសរើសដូចជាលោកយូសែបបងប្អូនស្គាល់លោកយូសែបអត់លោកយូសែបគឺព្រះជាម្ចាស់បានជ្រើសរើសគាត់ហើយគាត់បានក្លាយទៅជាអ្នកដឹកនាំគ្រប់គ្រងនៅក្នុងផ្ទះរបស់បុរសម្នាក់ជាមេទ័ពនៅក្នុងប្រទេសអេស៊ីបឈ្មោះថាលោកគេប៉ូទីផាព្រះគម្ពីរបានប្រាប់ថាលោកយូសែបមានសិទ្ធិទាំងអស់នៅលើហ្នឹងនៅក្នុងផ្ទះហ្នឹងប៉ុន្តែមានតែរបស់មួយដែលគាត់អត់អាចប៉ះពាល់បានគឺជាអីគេប្រពន្ធរបស់មេគាត់ព្រះអង្គឲ្យគាត់គ្រប់គ្រងទាំងអស់ប៉ុន្តែអ្វីដែលគាត់អត់ត្រូវប៉ះពាល់គឺជាប្រពន្ធរបស់ប៉ូទីផាពីព្រោះនោះគឺខុសនឹងក្រឹតវិន័យរបស់ព្រះអង្គខុសពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូច្នេះហើយលោកយូសែបគាត់ប៉ះពាល់អត់ទេគាត់សុខចិត្តរត់គាត់សុខចិត្តជាប់គុកក៏ដោយគាត់អត់រំលងនៅក្រឹតវិន័យរបស់ព្រះជាម្ចាស់ដូច្នេះជាលទ្ធផលព្រះអង្គប្រទានពរឲ្យគាត់คล้ายទៅជាអ្នកដែលមានស្ដុកស្ដំហើយមានកិត្តិយសបន្ទាប់ពីស្ដេចផារ៉ោនហាឡេលូយ៉ាអាមែនបងប្អូនហើយព្រះជាម្ចាស់ដាក់ដើមដឹងខុសត្រូវមិនមែនព្រះអង្គស្អប់មនុស្សឡើយគឺដោយសារសេចក្តីស្រឡាញ់ទើបព្រះជាម្ចាស់ព្រះអង្គបានប្រទានឲ្យយើងទាំងអស់គ្នាមានសិទ្ធិនៅក្នុងការដែលសម្រេចចិត្តដោយខ្លួនឯងព្រះអង្គប្រទានឲ្យបងប្អូនទាំងគ្នាម្នាក់មានសិទ្ធិនៅក្នុងការដែលសម្រេចចិត្តនៅក្នុងការដែលជ្រើសរើសចង់ទទួលជឿព្រះអង្គឬក៏អត់ជាពិសេសព្រះអង្គចង់ឃើញក្តីស្រឡាញ់និងការស្ដាប់បង្គាប់ផុសចេញពីចិត្តរបស់យើងពិតមិនមែនដោយការបង្ខិតបង្ខំឡើយអាមែនចាជាចុងបញ្ចប់បងប្អូនក្រុមជំនុំជាទីស្រឡាញ់បងប្អូនដឹងទេផែនការរបស់ព្រះតាំងពីដើមដំបូងទ្រង់បានបង្ហាញមកយើងតាមរយៈសួនអេដែនអ្វីដែលព្រះជាម្ចាស់បានប្រទានមកក្នុងសួនអេដែនមកកាន់លោកអាដាមនិងអេវ៉ានោះគឺជាអ្វីដែលព្រះអង្គចង់ប្រទានមកកាន់អស់លោកអ្នកបងប្អូនផងដែរព្រះអង្គចង់ឲ្យយើងទាំងគ្នារស់នៅក្នុងជីវិតបែបណាគឺព្រះអង្គចង់ឲ្យយើងរស់នៅក្នុងជីវិតដែលសុខសាន្តជីវិតដែលបរិបូរណ៍ទាំងផ្លូវកាយនិងផ្លូវចិត្តដោយព្រះពរនិងក្តីសប្បុរសរបស់ព្រះអង្គប៉ុន្តែ
ដោយសារតែមនុស្សបានធ្លាក់ទៅក្នុងអំពើបាបមនុស្សយើងបានជ្រើសរើសការស្ដាប់បង្គាប់តាមសាតាំងជាជាងព្រះមនុស្សបានជ្រើសរើសការថ្វាយបង្គំអារក្សថ្វាយបង្គំវិញ្ញាណថ្វាយបង្គំព្រះคล้ายជំនួសឲ្យការថ្វាយបង្គំព្រះពិតជាលទ្ធផលមនុស្សយើងបានបាត់បង់ព្រះពរនៃសួនអេដែនបងប្អូនមានអារម្មណ៍ថាសោកស្ដាយអត់ស្ដាយអត់មាសកំពុងតែឡើងថ្លៃហើយយើងបាត់មាស10គីឡូស្ដាយមែនតើជាដំណឹងល្អសប្តាហ៍ថ្ងៃនេះដោយសារឈើឆ្កាងរបស់ព្រះយេស៊ូវយើងអាចរកឃើញសួនអេដែនថ្មីដែលដូនតាអាដាមរបស់យើងបានបាត់បង់ហាឡេលូយ៉ាសួនអេដែននោះបានរកឃើញវិញហើយមិនមែនដោយសារបុណ្យកុសលមិនមែនដោយសារសមត្ថភាពមិនមែនដោយសារអំពើល្អប៉ុន្តែដោយសារព្រះគុណតើរបៀបណាដែលយើងអាចទទួលបានសួនអេដែនត្រឡប់មកវិញព្រះបានមានបន្ទូលថាបើយើងកែប្រែចិត្តចេញពីអំពើបាបលះចោលអំពើបាបរបស់យើងលះចោលនៅការថ្វាយបង្គំព្រះคล้ายហើយទទួលជឿព្រះយេស៊ូវនោះយើងនឹងបំពេញចិត្តនឹងការរស់នៅរបស់យើងដោយព្រះពរដំបូងនៃសួនអេដែនអាមែនជាពិសេសព្រះជាម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គនឹងប្រទាននៅសួនអេដែនដ៏អស្ចារ្យជានិច្ចដល់បងប្អូនដល់គ្នាគឺជានគរឋានសួគ៌សួនអេដែនគឺជានិមិត្តរូបនៃនគរឋានសួគ៌សូមអញ្ជើញបងប្អូនដល់គ្នាបានក្រោកឈរឡើងនេះគឺជាសេចក្តីសន្យារបស់ព្រះជាម្ចាស់សូមឲ្យបងប្អូនទាំងគ្នាបានទទួលសេចក្តីសន្យានេះដាក់ក្នុងដួងចិត្តយើងទាំងអស់គ្នានឹងរស់នៅជាមួយនឹងព្រះអង្គរួមជាមួយនឹងបងប្អូនរួមជំនឿរបស់យើងផ្សេងទៀតជាមួយនឹងព្រះជាម្ចាស់នៅក្នុងសួនអេដែនដ៏អស្ចារ្យជានិច្ចគឺជានគរឋានសួគ៌ហាឡេលូយ៉ាហាឡេលូយ៉ាអាមែនសូមបងប្អូនទាំងគ្នាបានច្រៀង